Chà dương thua piประมาณวิธีchạyเลข5ខ្ទង់និង3ខ្ទង់នៅក្នុងប្រមាណវិធីចែកកូនត្រូវចេះប្រមាណវិធី3ទៀតប្រមាណវិធី3ទៀតមានគេខ្លះមានគុណមានបូកមានដកចាណាមិនបានអ្នកគ្រូនិយាយគុណនៅត្រង់ទៅនេះពេលកូនត្រូវមេគឺកូនត្រូវយកទៅគុណនឹងតួចែកទាំង3លេខនេះហើយពេលគុណទៅស្មើប៉ុន្មានចាគឺឧទាហរណ៍បើមានត្រាទុកនៅលើនឹងទៀតចឹងកូនត្រូវបូកត្រានឹងទៀតនេះចឹងតេតងនឹងបូកណាហើយបាត់ដកវិញមិនបានអ្នកគ្រូថាដកពេលបានចំណាយផលគុណត្រង់តនេះគុណនឹងតនេះគឺយើងយកមកសរសេរក្រោមនេះហើយយើងត្រូវធ្វើសញ្ញាដកត្រូវធ្វើផលដកតោះឥឡូវមកមើលអ្នកគ្រូបានដើម្បីជាក់ច្បាស់ចាអញ្ចឹងកូនកាត់ខ្ទង់គឺកាត់4ខ្ទង់ហើយអ្នកគ្រូរាវមក38រាវនឹង8ចាកូនចង់រាវពីមេ1ដល់មេ9ក៏បានដែររាវទៅតែវាយូរអញ្ចឹងកូនមើល38និងមេ8នេះតើ8ម៉ានដងគៀក38ចាអញ្ចឹង8 4ដង32 8 5ដងវាលើសហើយអញ្ចឹងកូនយកមេ4ហ្នឹងមកហើយកូនយក4ហ្នឹងទៅគុណនឹង5ខ្ទង់រាយសិនបើគិតទៅគឺ865គុណនឹង4ចាអញ្ចឹងកូនមិនត្រូវគុណ4នឹង5មែនអត់មុនគេចា4 5ដល់20 4 5ដល់20គឺកូនសរសេរលេខ0ក្រោមលេខ2ហើយត្រា2នៅលើលេខ6សួរថាអាម៉េចបានអត់សរសេរក្រោមលេខ5អ្នកគ្រូដោយសារតែលេខយើងយកមកគិតគឺមានតែ38និង92នេះទេលេខ5នេះកូនអត់ទាន់គិតជាដាច់ខាតចាតើមកកូនយក4ទៅគុណនឹង6 4 6ដល់24 24នឹង2 24នឹង2គឺ20ម៉ាន26 24នឹង2 26ហើយកូនត្រា2នៅលើលេខនេះហើយកូនយក4ហ្នឹងទៅគុណនឹង8 4 8ដង32 32នឹង2 34ឃើញតើតងនឹងវិធីបូកអត់បូកកន្លែងត្រាលើណាហើយកូនធ្វើផលដកត្រង់លេខហ្នឹងគឺយកលេខត្រឹមកូនកាត់ខ្ទង់ហ្នឹងមកដកលេខខាងក្រោមនេះចាប់ដើមដកមក2ដក0នៅសល់2 9ដក6នៅសល់3 8ដក4នៅសល់4 3ដក3នៅសល់0ចែកចាប់នៅអ្នកគ្រូនៅតែនេះនៅលេខ5នេះទៀតហើយពេលកូនតម្លាក់កូនអត់តម្លាក់គៀនលេខនេះទេណាអត់ទេគឺកូនតម្លាក់នៅក្រោមនៅគៀនលេខ432នេះអញ្ចឹងកូនបានការចែកលេខថ្មីមួយទៀតហើយគឺ4325ចែកនឹង865ចឹងកូនដាក់មើលដូចអ្នកគ្រូនិយាយចឹងដើម្បីរាវមេមិនរាវពីមេ1ដល់មេ9នេះយូរហ่ะចឹងកូនមើល43និងលេខ8នេះសួរថាមិនបានមើលអញ្ចឹងអ្នកគ្រូដល់ពេលដែលកូនរាវមេទៅគឺកូនយកលេខនេះទៅគុណទៅនេះមិនសេក្រោមនេះហើយយកលេខនេះទៅគុណទៅនេះមិនសេក្រោមលេខ2នេះហើយយកលេខទៅហ្នឹងគុណនឹង8នេះមិនសេក្រោមលេខ43ចាបើយល់ល្អគឺកូនយកសូត្រមេ8នេះមកនឹងដឹងថាសេប៉ុន្មាននៅក្រោមលេខ43អញ្ចឹងកូនយក8 5ដង40ណាចាវាតូចជាង43ហើយរំតគុណតនីទៀតត្រា3 43ល្មមចាអញ្ចឹងយក5តគុណនឹង5នេះមក5 5ដង25